សួស្តីមីមីថ្ងៃនេះយើងមកមើលការច្នៃឧបករណ៍តេស្តម៉ូទ័រអក្សរឬតេស្តកុំព្យូទ័ររបស់យើងក្នុងការតវានេះតតាមខ្ញុំមកនេះថ្ងៃមុនយើងបានតខុសតែយើងតត្រូវហើយថ្ងៃមុនតែដោយសារខ្ញុំបានផុសវីដេអូឲ្យមើលតដោយសារឡៃរវល់ពេកឡៃខាត់ឡៃទទួលបនគេធ្វើខាតទៅឡៃតាខូចចិត្តនេះក្នុងក្រុមវានេះអូខេតតាមខ្ញុំមកវាអត់មានពិបាកអុយតទេចាំខ្ញុំចាប់ចូលកុំព្យូទ័រឲ្យតេស្តឲ្យមើលក្នុងការចាប់ចូលវាស្នាប់កុំព្យូទ័រចាស់វានេះយើងចាប់ចូលមក3ស្នាប់តែម៉ូទ័រអក្សរក៏យើងចាប់ក្លែងដែលនោះខ្ញុំធ្វើការចាប់ម៉ូទ័រចាប់កុំព្យូទ័រឲ្យមើលសិនបាទតែកុំព្យូទ័ររួចហើយចាំយើងទៅតេស្តម៉ូទ័រអក្សរតាមក្រោយខ្ញុំធ្វើការចាប់ចូលវាសិនបាទចាប់ចូលហើយចាំយើងទៅដុតព្រីភ្លើងតេស្តមើលវាអាចប្រើបានហើយបើវីដេអូនេះមានប្រយោជន៍ក៏ជួយ share ឲ្យជាងយើងបានឃើញទាំងអស់គ្នាផងបាទបានចេះទាំងអស់គ្នាខ្ញុំដកពីភ្លើងសិនជួយបើកកុងតាក់មួយមកគេថាវាដំណើរការបានហើយនេះខ្យល់ចេញបានហើយបាទក្នុងការតវាអត់មានពិបាកអីទេប៉ុន្តែខ្ញុំបានដាក់ប្រអប់ដាក់អុយឲ្យមើលទេយើងទៅដាក់ប្រអប់ដាក់អុយខ្លួនឯងដាក់កុងតាក់ដាក់អុយខ្លួនឯងទៀតតែនេះយើងបានប្រដាប់តេស្តម៉ូទ័រអក្សរមួយតេស្តកុំព្យូទ័រតេស្តម៉ូទ័រអក្សរប្រភេទ inverter អូខេចាំខ្ញុំដាក់ចូលម៉ូទ័រអក្សរហើយចាំយើងទៅមើលវានេះយើងចាប់ចូលម៉ូទ័រអក្សរហើយធ្វើការបើកកុងតាក់មួយមកនេះគេថាវាចាប់ដើមវាឡើងមួយវាចាប់ដើមនៅការហើយចាប់នេះគឺអាចប្រើបានហើយបាទអរគុណច្រើនបាយបាទ